នៅពេលដែលឡានឈប់នៅកន្លែងមានដើមឈើហ្នឹងមិនមែនមានតែឡានដែលគ្រួសារខ្ញុំជាមួយគឺនៅក្នុងជំរំនោះមានគេរំសាយទាំងអស់ដូច្នេះហើយឡានហ្នឹងវាច្រើនហើយមនុស្សក៏ច្រើនដល់ពេលចុះមកច្រើនចឹងទៅធ្វើឲ្យខ្ញុំម៉ែខ្ញុំឲ្យខ្ញុំអង្គុយចាំកន្លែងនៅមួយកន្លែងហើយគាត់ខ្ញុំមិនដឹងគាត់ទៅណាទេប្រហែលជាគាត់ទៅទិញអីមួយយកមកញ៉ាំអីចឹងដល់ហើយដល់មនុស្សវាច្រើនពេកចឹងទៅហើយខ្ញុំចាំម៉ែខ្ញុំយូរពេកខ្ញុំដើរតាមរកគាត់ដល់ពេលដើរតាមរកគាត់យូរទៅខ្ញុំរកគាត់អត់ឃើញសោះហើយដល់ពេលខ្ញុំចង់ដើរមករកកន្លែងដែលខ្ញុំគាត់ឲ្យចាំវិញគឺខ្ញុំនៅតែរកអត់ឃើញអត់ដែរខ្ញុំអត់ដឹងតែគាត់ទៅណាតែខ្ញុំចេះតែដើរតាមរកគាត់ពេលហ្នឹងចុះពីលើឡានមកទាំងអស់គ្នាហើយខ្ញុំអត់ដឹងថាមិនបានម៉ែខ្ញុំទៅណាខ្ញុំអត់ដឹងដែរគាត់ឲ្យខ្ញុំគ្រាន់តែប្រាប់ឲ្យខ្ញុំអង្គុយនៅចាំមួយកន្លែងមួយប្អូនស្រី2នាក់ក្រោយមកទៀតខ្ញុំដើរយូរទៅចេះតែវែងទៅឆ្ងាយទៅហើយខ្ញុំក៏បាយពីម៉ែខ្ញុំតាំងពីហ្នឹងមកក្រោយពេលវង្វេងបែកពីម្ដាយវ៉ាតបានរត់សត្វអណ្ដែតដើររស់នៅជាមួយគេដើម្បីក្រពះនិងទីជម្រកជាសំណាងល្អវ៉ាតមានឱកាសបានចូលរស់នៅក្នុងអង្គការមិនមែនជារដ្ឋាភិបាលនិងទទួលការបណ្ដុះបណ្ដាលជំនាញសម្រាប់ចិញ្ចឹមជីវិតខ្ញុំស្រឡាញ់ម៉ែខ្ញុំជាងព្រោះអីកាលហ្នឹងឪពុកខ្ញុំប្រហែលជាធ្វើបាបម៉ែខ្ញុំនៅពេលដែលខ្ញុំនៅអ្នកឯងអញ្ចឹងខ្ញុំតែងតែគិតថាបើសិនជាថ្ងៃណាមួយខ្ញុំបានជួបក្រុមគ្រួសារខ្ញុំវិញខ្ញុំសប្បាយចិត្តហើយខ្ញុំតែងតែនឹកឃើញថាតើគេដើរកាត់បុកខ្ញុំតែមានម៉ែឪអីមួយកូនអីខ្ញុំតែងតែគិតរហូតថាបើសិនជាខ្ញុំអាចមានម៉ែឪដូចគេអញ្ចឹងខ្ញុំដឹងជាបណ្ណាហើយមានអារម្មណ៍រីករាយបណ្ណាតែខ្ញុំតែងតែគិតក្នុងចិត្តរហូតថាខ្ញុំនឹងសង្ឃឹមបានជួបម៉ែខ្ញុំវិញខ្ញុំនឹកគាត់អូខ្ញុំដឹងធ្វើបណ្ណាឲ្យអស់ពីចិត្តខ្ញុំព្រោះខ្ញុំនឹកគាត់ខ្លាំងមែនទែនខ្ញុំជួបមុខគាត់បានតិចគាត់ដល់ឈ្មោះគាត់ខ្ញុំអត់ស្គាល់ផងបានន័យថាខ្ញុំឃើញមុខគាត់កាលខ្ញុំនៅតូចខ្ញុំឃើញគាត់បានតិចមែនទែនតែខ្ញុំចង់ឃើញគាត់ហើយចង់ជួបគាត់បាទខ្ញុំចង់ប្រាថ្នាបើសិនជាម្ដាយខ្ញុំបានឃើញខ្ញុំមែនខ្ញុំចង់ជួបគាត់ហើយខ្ញុំនឹកគាត់ណាតាំងពីខ្ញុំបែកពីគាត់មកខ្ញុំមិនដែលភ្លេចគាត់ទោះបីម្ដាយខ្ញុំស្ថិតនៅសភាពបែបណាក៏ដោយក៏ខ្ញុំនៅតែគាត់នៅតែជាម្ដាយរបស់ខ្ញុំចង់បានគាត់ខ្ញុំត្រូវការគាត់ព្រោះខ្ញុំគាត់ថាដឹងក្តីមកខ្ញុំមានម៉ែឪនៅចិត្តសោះអញ្ចឹងហើយបើខ្ញុំចង់ជួបគាត់នេះគឺជាជីវិតពិតនៃប្អូនប្រុសវ៉ាន់វ៉ាតដែលបានបែកបាក់ពីម្ដាយពីប្អូនដោយសារតែការវង្វេងហើយពេលនេះគឺការបង្ហាញវត្តមាននៅក្នុងថ្ងៃនេះគាត់សង្ឃឹមថានឹងបានជាព័ត៌មានទៅដល់សាច់ញាតិរបស់គាត់ជាពិសេសគឺអ្នកម្ដាយតែម្ដងបាទជីវិតរបស់លោកវ៉ាន់វ៉ាតក្រោយពីបានបែកបាក់ពីអ្នកម្ដាយទៅគឺបានចេញទៅផ្សងព្រេងនៅឯប្រទេសថៃបន្ទាប់មកទៀតគឺបានចូលទៅរស់នៅក្នុងអង្គការមិនមែនរដ្ឋាភិបាលហើយក៏បានទទួលនៅជំនាញមួយសម្រាប់ជីវិតចង់សួរទៅបងអូនថាជីវិតនៃការរស់នៅតែម្នាក់ឯងក្នុងភាពតែលតោលមានជួបការលំបាកអ្វីខ្លះដែរបាទគឺមានច្រើននៅពេលដំបូងការខ្ញុំបែកពីម៉ែខ្ញុំហ្នឹងគឺខ្ញុំទៅរស់នៅមួយគេនៅខេត្តបាត់ដំបងហ្នឹងដែលឲ្យគេយកខ្ញុំហ្នឹងទៅដាក់នៅអង្គការនៅបាត់ដំបងហ្នឹងបន្តមកមិត្តភ័ក្ដិខ្ញុំហ្នឹងគេកាលនោះខ្ញុំនៅរៀងស្ទើរដែរមិត្តភ័ក្ដិខ្ញុំ9ទៅប្រទេសថៃបាទខ្ញុំក៏ទៅថៃមួយគេឲ្យអត់រស់ស៊ីអីគឺលក់ផ្កានិងលក់ស្ករគ្រាប់បាទនៅទីក្រុងបាងកកហ្នឹងហើយពេលខ្លះទៅភ្លៀងពេលខ្លះទៅធ្វើយកកន្លែងណាដេកកន្លែងហ្នឹងបន្ទាប់មកខ្ញុំរស់នៅថៃប្រហែលបាន3ឆ្នាំបាទហើយតម្រួតថៃក៏ចាប់មកខ្មែរវិញមកដល់ប៉ែហ្នឹងខ្ញុំអត់តាន់បាននៅអង្គការភ្លាមឯងគឺខ្ញុំនៅមួយគេទៀតតមកគេយកខ្ញុំដាក់អង្គការឲ្យបានបញ្ជូនមកពេញប
វិលទៅជួបសាច់រឿងនៃលោកតេះវរៈក៏មានខ្សែជីវិតដែលព្រាត់ប្រាសពីក្រុមគ្រួសារនិងសាច់ញាតិនៅក្នុងសម័យសង្គ្រាមហើយបានរស់នៅតែម្នាក់ឯងរហូតមកដល់សពថ្ងៃនេះមូតេះវរៈពុកខ្ញុំមូតេះសំអានម្ដាយមូខិនសង្វាតពុកខ្ញុំជាចំណន់នោះជាមន្ត្រីរាជការប៉ុន្តែខ្ញុំអត់ចាំថាគាត់ធ្វើអីការងារខាងអីខ្ញុំអត់ចាំខ្ញុំមានបងប្អូន3នាក់ខ្ញុំជាកូនបងហើយមានកូនស្រី2នាក់មួយឈ្មោះតេះពុភ័ក្រទី3ឈ្មោះតេះសំផស្សពេលដែលខ្ញុំដឹងក្តីមកខ្ញុំរស់នៅជាមួយពុកម្ដាយខ្ញុំរហូតនៅទីក្រុងភ្នំពេញហ្នឹងហើយខ្ញុំកាលនោះខ្ញុំនៅក្មេងហើយខ្ញុំទៅរៀនធម្មតាបាទបងខ្ញុំក៏នៅរៀនជាមួយគ្នាហ្នឹងមួយទូចរហូតមកដល់ខ្ញុំរស់នៅមួយពួកគាត់អត់មានការលំបាកអីទេស្រួលធម្មតាខ្ញុំមើលជុំគ្នាមួយពុកម្ដាយចឹងដល់ចូលមកឆ្នាំ75ពួកខ្ញុំបានពលពតបានជម្លៀសពួកខ្ញុំចេញពីទីក្រុងភ្នំពេញក៏ប៉ុន្តែយើងទៅទាំងអស់គ្នាទេពេលហ្នឹងពួកខ្ញុំទៅរស់នៅស្រុកឧដុង្គខេត្តកំពូលហ្នឹងនៅក្នុងចំណោមពលពតហ្នឹងបានខូចមកទៀតបានគាត់ទៅយកពួកខ្ញុំហ្នឹងមករស់នៅជាមួយគាត់ជុំគ្នានៅទីក្រុងភ្នំពេញនៅសាលាក្រុងភ្នំពេញហ្នឹងក្រោយមកទៀតបានប៉ាខ្ញុំគាត់បំបែកពួកខ្ញុំហ្នឹងឲ្យទៅនៅម្ដុំវត្តសម្បូរមាសស្ទឹងមានជ័យបាទហើយពេលហ្នឹងពួកខ្ញុំក៏ចាប់ផ្ដើមបែកគ្នាបន្តិចហើយព្រោះពលពតដាក់ពួកខ្ញុំដូចជាម៉ាក់ខ្ញុំគាត់ដាក់នៅកន្លែងផ្សេងបងអូនស្រីខ្ញុំគេដាក់នៅមន្ទីរកុមារខាងកុមារស្រីផ្សេងខ្ញុំគេដាក់នៅខាងទីកុមារខាងប្រុសផ្សេងហើយដល់ក្រោយមកបានប៉ាខ្ញុំហ្នឹងគាត់ទៅយកខ្ញុំហ្នឹងចេញពីកន្លែងរស់នៅកន្លែងកុមារហ្នឹងយើងខ្ញុំហ្នឹងក៏ផ្ញើតាមរថយន្តគេទៅនៅទីក្រុងនៅក្រុងបស៊ីអនុក្រុងវងសោមពេលហ្នឹងខ្ញុំចាប់ផ្ដើមបែកគាត់រហូតមកដល់សប្តាហ៍ការសង្ឃឹមរបស់ខ្ញុំបើចំពោះឪពុកម្ដាយបងប្អូនដូចជាមិនសូវជាសង្ឃឹមប៉ុន្មាននេះពួកអីពេលដែលជំនាន់ពលពតហ្នឹងគាត់គឺនៅក្នុងកណ្ដាប់ដៃរបស់ពលពតទៅហើយអញ្ចឹងមិនដឹងថាគាត់ស្លាប់ពេលហ្នឹងឬក៏យ៉ាងណាទៀតខ្ញុំអត់ដឹងដែរពួកអីពេលហ្នឹងគឺបែកចេញពីពួកគាត់ពេលគាត់បំបែកខ្ញុំចេញហ្នឹងហើយបងប្អូនផ្សេងដូចជាអ៊ំពូមីមីងអីខ្ញុំអាចសង្ឃឹមថាពួកគាត់អាចនៅរស់ខ្លះអញ្ចឹងតែបើសិនជាបងប្អូនរបស់ខ្ញុំបង្កើតឪពុកម្ដាយមកដូចជាខ្ញុំអត់សូវជាសង្ឃឹមប៉ុន្មានទេសាច់ញាតិខាងឪពុកខ្ញុំខាងម្ដាយខ្ញុំប៉ុន្តែខ្ញុំចាំតែខាងឪពុកខ្ញុំទេបើខាងម្ដាយដូចជាខ្ញុំចាំពេលដែលខ្ញុំនៅទូចដូចជាគាត់អត់មានបងប្អូនទេគាត់ដូចជាតែម្នាក់ឯងទេតែបើខាងឪពុកខ្ញុំបានគាត់មានបងប្អូនច្រើនប៉ុន្តែខ្ញុំអត់អាចចាំឈ្មោះពួកគាត់អស់ទេអត់ដឹងថាគាត់ឈ្មោះអីក៏ប៉ុន្តែខ្ញុំចាំតែឈ្មោះបងប្រុសរបស់ប៉ាខ្ញុំបង្កើតដែលគាត់បងប្រុសធំជាងគេហ្នឹងគាត់គឺឈ្មោះតេះសំអោកបាទហើយនឹងខ្ញុំចាំថាដូចជាខ្ញុំហ្នឹងមានម្ដាយមីងមួយទៀតដែលគាត់ហ្នឹងប្អូនពៅរបស់ពុកប៉ាខ្ញុំមកកើតដែរគាត់ប៉ុន្តែខ្ញុំអត់ចាំឈ្មោះគាត់ទេតែមុន75ហ្នឹងគាត់ហ្នឹងបានទៅរៀននៅស្រុកបារាំងបាទគាត់រៀននៅស្រុកបារាំងក៏ប៉ុន្តែជំនាន់ពលពតហ្នឹងដឹងថាគាត់ហ្នឹងបានវិលត្រឡប់មកប្រទេសវិញអត់បើគាត់មកមិនដឹងថាគាត់ហ្នឹងស្លាប់ឬរស់ខ្ញុំអត់ដឹងដែរនិយាយចំពេលណាក៏ខ្ញុំនឹកពួកគាត់ដែរព្រោះខ្ញុំនឹករហូតព្រោះខ្ញុំចង់ធ្វើម៉េចឲ្យបានជួបពួកគាត់ដែរប៉ុន្តែយើងអត់មានលទ្ធភាពអីនឹងរកពួកគាត់ឃើញព្រោះ
ទីលំនៅទីតាំងដែលយើងស្គាល់យើងចងចាំពីទូចមកហ្នឹងគឺខ្ញុំបានដើររកអស់ហើយក៏ប៉ុន្តែអត់មានបានជួបទេអត់ដឹងថាពួកគាត់ទៅរស់នៅកន្លែងណាឬក៏ស្លាប់ឬក៏រស់អីអញ្ចឹងខ្ញុំអត់ដឹងអញ្ចឹងការគិតដែលថាចង់ជួបពួកគាត់នេះគឺនៅតែមានអញ្ចឹងពួកអីធម្មតាយើងរស់នៅម្នាក់ឯងត្រូវការមានបងមានប្អូនមានអ៊ំពូមីងអញ្ចឹងដើម្បីជាថាជាមលុបក៏បានដែរព្រោះគាត់ថាបើយើងនៅម្នាក់ឯងដូចជាតែតោតពេកអញ្ចឹងបាទសំខាន់គឺបងអូនស្រីខ្ញុំដែលទូចហ្នឹងតើវាពេលដែលវាបែកទៅហ្នឹងក្នុងចំណោមពលហ្នឹងតើវាមានបញ្ហាលំបាកយ៉ាងណាវេទនាដូចខ្ញុំឬក៏អត់អញ្ចឹងបាទនេះគឺជាដំណើរជីវិតនៃលោកពូតេះវិរៈដែលបានឆ្លងកាត់នៅការបែកបាក់គ្នាហើយក៏បានប្រើជីវិតតែម្នាក់ឯងតស៊ូហើយពេលនេះក៏បានបាទកសាងបានក្រុមគ្រួសារមួយហើយបាទតែចង់ជម្រាបសួរទៅលោកពូថាបន្ទាប់ពីសង្គ្រាមបានបញ្ចប់ពេលនោះគឺលោកពូរស់នៅទីណារស់នៅដោយរបៀបណាដែរក្រោយពីសង្គ្រាមបានចប់ខ្ញុំជីវិតខ្ញុំតើម្នាក់ឯងហ្មងអញ្ចឹងខ្ញុំត្រូវដើរទៅរកអ្នកណាដែលខ្ញុំធ្លាប់ស្គាល់គេខ្ញុំសុំគេនៅជាមួយអញ្ចឹងរហូតទៅបាទអញ្ចឹងការដែលខ្ញុំដើរទៅនៅរស់នៅមួយគេគឺមិនមែនថានៅទីតាំងតែមួយកន្លែងបានទេអញ្ចឹងពីមួយកន្លែងទៅមួយកន្លែងពីមួយកន្លែងទៅមួយកន្លែងទាំងអស់តែខ្ញុំរកគោលដៅខ្លួនខ្ញុំបានល្អអញ្ចឹងតែក្រោយមកទៀតបានពុកចាំខ្ញុំសប្ថ្ងៃហ្នឹងគាត់ស្រឡាញ់ខ្ញុំដូចជាកូនអញ្ចឹងបានគាត់យកខ្ញុំទៅនៅជាមួយបាទហើយគាត់ចាំខ្ញុំគាត់ឲ្យខ្ញុំរៀនសូត្រសពបែបយ៉ាងទាំងអស់បាទហើយដល់ក្រោយមកទៀតបានខ្ញុំរៀបការហើយហ្នឹងបានជីវិតខ្ញុំបានសរសើរឡើងបន្តិចម្ដងទឹកចិត្តរបស់លោកពូនៅពេលដែលបានឃើញគេជួបជុំសាច់ញាតិនៅពេលដែលពូរស់នៅតែម្នាក់ឯងអត់មានបងប្អូនសោះអញ្ចឹងអារម្មណ៍ពូយ៉ាងម៉េចវិញទឹកចិត្តរបស់ខ្ញុំពេលដែលឃើញគេមានបងប្អូនមានឪពុកម្ដាយមានអីអញ្ចឹងខ្ញុំមើលទៅគេដូចជាសុបាយក៏ប៉ុន្តែខ្លួនខ្ញុំអត់សុបាយទេព្រោះអីខ្ញុំដូចថាមានវិបត្តិក្នុងខ្លួនរហូតតាំងពីបែកពីពួកគាត់មកបាទលោកអ្នកបានជ្រាបពីអារម្មណ៍និងទឹកចិត្តនិងជីវិតរបស់លោកតេះវិរៈរួចទៅហើយយើងនឹងនៅមានរឿងរ៉ាវបន្តទៀតសម្រាប់លោកអ្នកបាទពេលនេះកម្មវិធីរបស់យើងសូមវិលមកជួបអ្នកមីងឡូសុខាម្ដងទៀតបាទអ្នកមីងបញ្ជាក់ថាអ្នកមីងចាំបានថាសាច់ញាតិខាងម្ដាយរបស់អ្នកមីងគឺមានដូចជាអ៊ំគង់ពូថាំងនិងមីងជ្រូកចា៎បាទតើអ្នកមីងមានការនឹករលឹកចំពោះពួកគាត់យ៉ាងណាដែរនៅពេលដែលតាំងពីអ្នកមីងរស់នៅតែម្នាក់ឯងមកនឹកគាត់រហូតគាត់ដែរមានបងប្អូនហ្នឹងចង់ឃើញគាត់នឹកគាត់រួចអត់មានទីពឹងណាបានអញ្ចឹងមានតែម្នាក់ឯងចាអញ្ចឹងមានតែអ៊ំពូមីងនឹងហើយដែលអ្នកមីងអាចចងចាំពីឈ្មោះរបស់គាត់បានណាបាទអ្នកមីងឡូសុខាពិតជាចង់ដឹងដំណឹងហើយចង់ជួបសាច់ញាតិខាងម្ដាយរបស់អ្នកមីងជាខ្លាំងបាទលោកស្រីឡូសុខាចាំបានថាម្ដាយរបស់លោកស្រីមានស្រុកកំណើតនៅភូមិអកទៀងប៉ុន្តែលោកស្រីមិនដឹងថាភូមិអកទៀងនោះស្ថិតនៅក្នុងខេត្តណានោះទេលោកស្រីបានឃ្លាតឆ្ងាយពីសាច់ញាតិខាងម្ដាយនៅក្នុងរបបខ្មែរក្រហមនិងមិនបានទទួលដំណឹងអ្វីសោះពីពួកគាត់ក្រោយពីទទួលបានសំណុំរឿងលោកស្រីឡូសុខាក្រុមការងារយើងក៏បានស្រាវជ្រាវនៅទីតាំងភូមិសាស្ត្រភូមិកំណើតរបស់ម្ដាយលោកស្រីដែលមានឈ្មោះថាភូមិអកទៀងតាមរយៈការស្រាវជ្រាវនិងកិច្ចសហការពីអាជ្ញាធរមូលដ្ឋានក្រុមការងារយើងបានកំណត់ថាភូមិអកទៀងគឺស្ថិតនៅក្នុងទឹកដីនៃខេត្តកំពង់ចាមបន្ទាប់ពីរកឃើញទីតាំងក្រុមការងារនៃកម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិន
បានចុះទៅស្រាវជ្រាវដល់ភូមិអកទៀងខេត្តកំពង់ចាមដើម្បីស្វែងរកសាច់ញាតិខាងម្ដាយរបស់លោកស្រីឡូសុខាដែលប្រហែលជាអាចនៅតែរស់នៅក្នុងភូមិកំណើតក្នុងការធ្វើដំណើរចូលទៅដល់ភូមិអកទៀងយើងខ្ញុំត្រូវធ្វើដំណើរចូលទៅតាមខ្លោងទ្វារវត្តសុវណ្ណគិរីនិងត្រូវបន្តដំណើរតាមផ្លូវលំមួយរហូតដល់អស់ផ្លូវបន្តទៅមុខទៀតទើបដល់ភូមិអកទៀងក្រោយការសាកសួរយើងខ្ញុំបានទទួលព័ត៌មានថាមានគ្រួសារមួយស្គាល់គ្រួសារសាច់ញាតិរបស់លោកស្រីឡូសុខា